ពីមុនស្រឡាញ់ឡានក្តីសម័យឥឡូវជិះបាន6ខែទើបដឹងថានៅតែស្រឡាញ់ហ្នឹងហើយអ្នកនរគ្នាវីដេអូនេះគឺខ្ញុំចង់ចែកម្លែកបទពិសោធន៍របស់ខ្ញុំប្រើឡាន Lucy នេះ6ខែខ្ញុំមាន6ចំណុចដែលខ្ញុំចូលចិត្តនិង3ចំណុចដែលខ្ញុំអត់ចូលចិត្តអញ្ចឹងបើអ្នកនរគ្នាចង់ដឹងអាចមើលវីដេអូនេះបានអញ្ចឹងសម្រាប់ចំណុចទី1ដែលខ្ញុំចូលចិត្តខ្លាំងជាងគេគឺរូបរាងវាតែម្ដងនិយាយទៅខ្ញុំទិញឡានហ្នឹងក៏ដោយសារខ្ញុំស្រឡាញ់រាងវាជិះតាមផ្លូវទោះបីវានៅក្លៀនណាក៏ខ្ញុំមើលស្គាល់ដែរជាពិសេសបើយើងមើលពីចម្រៀងចេះទៅឡានរាងបែប sport កាត់ស៊ីដានបន្តិចចេះតួវែងស្អាតនិយាយទៅអត់ងាយសាមទេអ្នកនរគ្នាហើយបើយើងមើលពីក្រោយឃើញស៊ីម៉ាំងភ្លោះជាទៀតកាន់តែស្អាតតែបើជិះពេលយប់វិញអត់ចាញ់ឡានទំនើបស៊េរីក្រោយមែនទេអ្នកនរគ្នាខ្ញុំនិយាយមែនសម្រាប់ចំណុចទី2ដែលខ្ញុំចូលចិត្តខ្លាំងដែរគឺទៅលើកម្លាំងម៉ាស៊ីន V6 របស់វានេះគឺជាន់ smooth មែនទែនហើយស្ងាត់ពេលដែលយើងជិះក្តៅអញ្ចឹងម៉ាស៊ីនវាស្ងាត់ល្អហើយដល់ពេលដែលយើងជិះផ្លូវខេត្តវិញគឺជាន់បានខ្ញុំស្រឡាញ់ខ្លាំងមែនទែនគឺកម្លាំងម៉ាស៊ីនវាហ្នឹងហើយចូលដល់ចំណុចទី3ដែលខ្ញុំចូលចិត្តដែរហ្នឹងគឺទៅលើប្រព័ន្ធទប់លំនឹងរបស់ឡានគឺល្អមែនទែនខ្ញុំមិនដឹងថាបូមគេដូរឬក៏អីតែការប្រើប្រាស់របស់ខ្ញុំមួយរយៈនេះគឺខ្ញុំជិះផ្លូវខេត្តអីគឺកាន់តែជាន់កាន់តែនឹងថ្កល់ហ្មងហើយស្ងាត់ល្អអត់មានសំឡេងចូលអីទេគឺបើជិះគ្នាច្រើនទៀតកាន់តែក្រាបនៅផ្លូវហ្មងហើយចូលដល់ចំណុចទី4គឺខ្ញុំស្រឡាញ់ទៅលើ option គេថាស្បែក option ណា Lucy នេះដោយសារឡានវាបែបលុចសេរី option វាច្រើនវាមានកញ្ចក់ក្តោបវាមានកៅអី memory seat សងខាងមានកៅអីអូតូមានរីដូក្រោយមានច្រើនមានបើកដបូលហើយនិយាយទៅឡានរបស់ខ្ញុំនេះគឺប្រព័ន្ធ option ហ្នឹងគឺនៅដំណើរការទាំងអស់អត់មានខូចមួយទេប្រសើរមែនទែនហើយសម្រាប់ចំណុចទី5ដែលខ្ញុំចូលចិត្តដែរហ្នឹងគឺ material ស្បែកពូកវាគឺនៅស្អាតនៅថ្មីហើយអត់មានធំក្លិនអីទេគឺអាយុ20ឆ្នាំទេប៉ុន្តែនៅតែភ្លឹងគ្រប់កន្លែងមកហើយសម្រាប់ចំណុចទី6ខ្ញុំចូលចិត្តទៅលើ speaker របស់វាក៏លឺប្រូដែរជីបិទកញ្ចក់គឺលឺងុំល្អមែនទែនអញ្ចឹងសម្រាប់ចំណុចដែលខ្ញុំចូលចិត្តមានប៉ុណ្្នឹងអញ្ចឹងចូលដល់ចំណុចដែលខ្ញុំអត់ចូលចិត្តវិញគឺមាន3ចំណុចចំណុចទី1គឺរៀងចៀតឡាននេះគឺវាទលាយខាងក្រោយអង្គុយបានតែ2នាក់ទេគឺគេធ្វើបែប luxury អញ្ចឹងហើយវាដំណើរការដោយកង់ក្រោយអញ្ចឹងអាកដាហ្នឹងវាទៅគេដាក់ដុំអីទេហ្នឹងគឺចៀតមែនទែនបើជិះ3នាក់គឺណែនប៉ែតែម្ដងបើជិះ2នាក់អត់អីទេបើជិះ2នាក់ទលាយលវឹងខាងក្រោយហើយគេមានកន្លែងដាក់ដៃហើយ handbrake ហើយគេមានកន្លែងដាក់កំប៉ុងកែវកាហ្វេអីបែប luxury ស្អាតខាងក្រោយឥឡូវយើងចូលមកនៅខាងកៅអីមុខវិញគឺចៀតមែនទែនខាងកៅអីមុខបាទនេះខាងជាប់តកុងយើងចូលមកអ្នកមានធំខ្ញុំថានៅទិសក្បាលហើយព្រោះខ្ញុំទៀប1.60ម៉ែត្រហ្នឹងពេលចូលម្ដងគឺត្រូវតែអោនខ្លាំងហើយខាងជើងខាងមុខវិញគឺណែនប៉ះតែម្ដងនេះកៅអីនេះគឺខ្ញុំរុញមកក្រោយយើងច្រើនហើយប៉ុន្តែនៅតែទិសជើងចឹងហើយខ្ញុំមានទូចផងបើសិនជាអ្នកមានធំទៀតដឹងតែចៀតខ្លាំងហើយនៅសល់តែបន្តិចទេហើយបើយើងចុចដាក់វ៉ាន់ហ្នឹងគឺចៀតមែនទែនឡានចំណុចហ្នឹងគឺខ្ញុំអត់ចូលចិត្តទេចៀតឥឡូវចូលមកមើលខាងតកុងវិញកាន់តែចៀតសម្រាប់ខ្ញុំគិតថាខ្ញុំមានទូចទេប៉ុន្តែខ្ញុំចូលទៅគឺចៀតពិបាកចេញចូលមែនទែនហើយបើយើងរុញកៅអីមកក្រោយវាពិបាកកាច់ចង្កូតបើរុញមកមុខវាទៅជង្គង់ហើយមួយទៀតហ្នឹងគេដាក់កន្លែង option នេះបានន័យថាបើកលយប៉ុន្តែការប្រើជាក់ស្ដែងគឺទៅឲ្យចៀតមែនទែនពេលចង់ចុចបើកសាំងបើកអីគឺពិបាកបើងឹតវិញរាវរហូតខ្ញុំត្រូវបើកភ្លើងវាបានភ្លឺហើយដល់ចំណុចទី3គឺទៅលើកុងទ័រខាងមុខគឺវាបុរាណពេកវាអត់សូវស្អាតកន្លែងមើលកុងទ័រហ្នឹងអត់មានអាភ្លើងតនិចហ្នឹងបើកាមេរីគេមានអាភ្លើងតនិចកុងទ័រវាស្អាតដល់នេះវិញអត់មានភ្លើងទេវាមានតែភ្លើងលេខអញ្ចឹងវាអត់សូវលយខ្ញុំអត់ចូលចិត្តកន្លែងហ្នឹងមួយដែរអញ្ចឹងសម្រាប់ចំណុចដែលខ្ញុំចូលចិត្តនិងចំណុចខ្ញុំចូលចិត្តមានតែប៉ុណ្្នឹងទេសរុបចុងក្រោយមកបើសិនជាអ្នកនរគ្នាកំពុងតែចង់ទិញគួរតែទិញជិះទៅព្រោះឥឡូវហាងចេញវាក៏រៀងធូរដែរវាសមនឹងរូបរាងសមនឹងផែនឡានហើយអ្នកមួយគាត់ថាឡានជប៉ុនបើយើងទិញបានឡានស្អាតងាយទៅណាទេងាយខូចទេហើយចំពោះការស៊ីសាំងក៏វាមិនសូវស៊ីណាស់ណាដែរបើយើងធៀបជាមួយ330អី330ស៊ីជាងផងប៉ុន្តែល្បីទៅជា F300